ប្រាសាទបាយ័នសំលេងដូនតានៅក្នុងចម្លាក់បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំហែមសុភ័ណ្ឌមគ្គុទ្ទេសក៍ទេសចរប្រចាំបរិជាណាចក្រកម្ពុជាក៏ដូចជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook និងប្រាសាទបុរាណខ្មែរនៅទូទាំងប្រទេសថ្ងៃនេះខ្ញុំសូមនាំបងប្អូនមើលអំពីផ្ទាំងចម្លាក់មួយផ្ទាំងនៅឯប្រាសាទបាយ័នដែលនៅក្នុងចម្លាក់មួយផ្ទាំងនេះមានឈុតឆាកចំនួន4ឈុតឆាកទី1អំពីការឆ្លាក់ថ្មមិនទាន់រួចរាល់ឬក៏ការឆ្លាក់ចម្លាក់មិនទាន់រួចរាល់ទី2អំពីកាយវិការនៃការសំពះនិងការគោរពទី3អំពីជីវភាពខ្មែរនិងការរស់នៅនាសម័យនោះទី4ការធ្វើដំណើរទេសចរតាមទូកបាទឈុតឆាកទី1អំពីចម្លាក់ដែលឆ្លាក់មិនទាន់ហើយទាំងថ្មនីមួយៗសុទ្ធតែបង្កប់នៅដំណើររឿងនៅប្រាសាទបាយ័នស្នាដៃខ្លះត្រូវបានឆ្លាក់បញ្ចប់យ៉ាងល្អឥតខ្ចោះរីឯស្នាដៃខ្លះទៀតបានបង្កក់ពេលវេលាដើម្បីបង្ហាញពីកម្លាំងញើសឈាមនិងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរយ៉ាងណាមិញចម្លាក់ឆ្លាក់មិនទាន់ហើយនេះគឺបញ្ជាក់អំពីការមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបង្ហើយនៅផ្ទាំងចម្លាក់ទាំងអស់នោះដោយសារតែអាចព្រះមហាក្សត្រសុគតទៅមិនមានអ្នកធ្វើការឬក៏អ្នកឧបត្ថម្ភបន្តឈុតឆាកទី2អំពីការសំពះនិងការគោរពគ្នាការសំពះនិងការបន្ទន់កាយគឺជាកាយវិការប្រកបដោយសីលធម៌ភាពសុភាពរាបសារនិងការគោរពដ៏ជ្រាលជ្រៅដែលបានចាក់ឫសយ៉ាងមាំនៅក្នុងដួងព្រលឹងខ្មែរគ្រប់ជំនាន់ចម្លាក់នៅប្រាសាទបាយ័ននេះក៏បានបន្សល់ទុកនូវភស្តុតាងជាច្រើនអំពីកាយវិការនៃការគោរពរបស់មនុស្សនាសម័យបុរាណបងប្អូនមើលកាយវិការនៅក្នុងចម្លាក់ដូចការបង្ហាញនេះឈុតទី3អំពីជីវភាពនិងការរស់នៅភាពសម្បូរសប្បាយនៃភោគផលធម្មជាតិជីវភាពរស់នៅតាមដងទឹកទន្លេដែលពោរពេញទៅដោយភាពរស់រវើកការដោះដូរទំនិញនិងភាពកក់ក្ដៅនៃសហគមន៍សម័យបុរាណទាំងនេះធ្វើឲ្យចម្លាក់បាយ័នមិនមែនគ្រាន់តែជាសិល្បៈទេប៉ុន្តែជារូបភាពប្រាប់ឲ្យយើងដឹងអំពីជីវិតមនុស្សក្នុងអតីតកាលដែលនៅក្នុងរូបនេះបងប្អូនឃើញបងប្អូនជាវ័យបុរសឬក៏ជាភេទបុរសគាត់កំពុងតែលីឬក៏រែកនៅដងរែកដែលមានព្យួរនៅត្រីធំអ្នកបងប្អូនឃើញទេត្រីសម័យមុនធំណាស់បាទយួរឬក៏រែកបានដូចរែកប៉ោតអញ្ចឹងណាបាទឈុតឆាកទី4ការធ្វើដំណើរតាមទូកការធ្វើដំណើរតាមផ្ទៃទឹកឆ្លុះបញ្ចាំងអំពីសកម្មភាពរស់នៅនិងការធ្វើដំណើររបស់មនុស្សក្នុងសម័យអង្គររាល់រូបភាពដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទសុទ្ធតែជាបង្អួចមួយដែលអនុញ្ញាតឲ្យយើងសម្លឹងមើលទៅកាន់ពិភពលោករបស់ដូនតាខ្មែរនាសម័យបុរាណនៅក្នុងរូបនេះឃើញមនុស្សស្រីមួយចំនួននៅលើទូកដែលមានម្នាក់ជារូបធំហើយមានពាក់បង្កត់ទំនងជាអង្គក្សត្រីណាមួយហើយមានភីលៀងនៅជុំវិញដែលនាំគ្នាចែកទូកជាទូកដើរកម្សាន្តនៅតាមដងទន្លេអាចជាទន្លេសាបតែម្ដងដែរចង់យល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រជំនឿជីវភាពរស់នៅរបស់មនុស្សនាសម័យអង្គរនិងអត្ថន័យនៃចម្លាក់ថ្មខ្មែរបុរាណសូមស្វែងយល់ជាមួយសិភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook អានសិភៅយល់ចម្លាក់ស្គាល់ប្រវត្តិដូនតាខ្មែរសូមទំនាក់ទំនងជីវតាមលេខទូរស័ព្ទ0962822882ឬក៏ឆាតមកតាម page នេះផ្ទាល់ជួបគ្នានៅវីដេអូក្រោយពីខ្ញុំហែមសុភ័ណ្ឌមគ្គុទ្ទេសក៍ទេសចរថ្នាក់ជាតិប្រចាំបរិជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook